ជាសួរដល់គ្នាពីសួស្តីបងប្អូនអ្នកកំពុងតាមដានវីដេអូមួយនេះផងដែរថ្ងៃនេះយើងមកតភាគទី11វិញខ្ញុំពីភាគទី10ឥឡូវនេះយើងកុំខាត់ពេលវេលាយូរយើងអានយកតែម្ដងទៅបាទឥឡូវយើងចាប់ផ្ដើមពីភាគតរបស់យើងគឺប្រើអូខេប្រើភាសាច្បាស់លាស់ហ្នឹងហើយបន្តពីភាគទី10ហ្នឹងហើយបន្តពីទី10យើងអានចូលប្រើភាសាច្បាស់លាស់ហើយឲ្យចំចំណុចឲ្យចំចំណុចណាអ្នកគ្នាជៀសវាងការប្រើពាក្យអរុនាមហ្នឹងហើយអរុនាមភាសាស្រពេចស្រពិលនិងវែងអន្លាយនឹងវែងអន្លាយឲ្យច្រើនបំផុតតាមដែលអាចទៅរួចណាឧទាហរណ៍ដូចជានិយាយថាអត្រាលក់ឆ្នាំនេះធ្លាក់ចុះ 10% ហ្នឹងហើយធ្លាក់ចុះ 10% ដែលវាមានប្រសិទ្ធភាពជាងការនិយាយថាក្នុងចន្លោះឆ្នាំនេះអត្រាលក់របស់យើងធ្លាក់ចុះជាប់ជានិច្ចបើប្រៀបនឹងឆ្នាំមុនជាហេតុនាំឲ្យតួលេខជារួមពេញមួយឆ្នាំត្រូវថយចុះអានេះគឺជាការលក់ដូរហ្នឹងហើយចំណេះនៃការលក់ដូរចំណេះនៃការលក់ដូរភាគទី11របស់ខ្ញុំគឺគេដាក់តែប៉ុណ្្នឹងអ្នកគ្នាបាទគេដាក់តែប៉ុណ្្នឹងទេគេឲ្យយើងយកតែប៉ុណ្្នឹងទេដើម្បីឲ្យអ្នកគ្នាស្រួលយល់ហើយធ្វើឲ្យអ្នកគ្នាគឺស្រួលចំណាំខ្លាំងមែនតើគឺវាដាក់ខ្លីៗយើងទេស្រួលចំណាំហើយស្រួលឆាប់ចាំឆាប់ដឹងហើយនឹងឆាប់យល់អូខេចំណុចទី11របស់ខ្ញុំថ្ងៃនេះគឺខ្លីទេមិនសូវច្រើនដូចទី10ទេអូខេហើយបើចង់តាមដានទស្សនាវីដេអូភាគទី12អ្នកគ្នាអាចមើលមកវីដេអូបន្តទៀតបានខ្ញុំនៅមានវីដេអូជាច្រើនទៀតឲ្យអ្នកគ្នាមានចំណេះដឹងនិងអនុវត្តតាមខ្ញុំអូខេឥឡូវនេះអ្នកគ្នាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមទស្សនាវីដេអូភាគទី12អ្នកគ្នាបាទជម្រាបលា